ស្ដីបងប្អូនអរគ្នាថ្ងៃយើងមានម៉ូតូសន3មួយគ្រឿងទៀតហើយដូចនៅក្បាលវីដេអូអញ្ចឹងគឺម៉ូតូមួយគ្រឿងគឺមានបញ្ហាជាមួយនឹងសលេងរបស់ម៉ាស៊ីនក៏ដូចជាការប្រើប្រាស់គឺជាអត់សូវស្ទុះទេអញ្ចឹងមកគិតទៅម៉ូតូគឺជាង10ឆ្នាំហើយបាទអញ្ចឹងវាដល់ពេលមួយបាទគឺថាធ្វើការឆែកក៏ដូចជាផ្លាស់ប្ដូរនៅគ្រឿងគុំមួយចំនួនអញ្ចឹងយើងក៏បានភាសាមួយម្ចាស់ម៉ូតូទៅគឺបងប្រុសឲ្យយើងធ្វើការផ្លាស់ប្ដូរបាទជាមួយនឹងគ្រឿងគុំដូចជាផ្នែកក្បាលកន្លះមានប្លុកម៉ាស៊ីនហើយនិងប្លុកស្បែកអញ្ចឹងបន្ទាប់ពីការផ្លាស់ប្ដូរហើយបាទយើងនឹងធ្វើការផ្លាស់ប្ដូរជាមួយគ្រឿងបន្លាស់សុទ្ធរបស់យើងអញ្ចឹងឈុតទាំងអស់ហ្នឹងគឺឈុតប្លុកស្បែកអាមីយ៉ាបអសងរបស់យើងមានស្បែកអូ3ដុំហើយយើងមានស្បែកស្លឹកស្បែកអាមីយ៉ាបាទស្បែកផ្ដាច់លេខបាទអញ្ចឹងយើងធ្វើការដំឡើងចូលវិញជាមួយនឹងគ្រឿងបន្លាស់សុទ្ធរបស់យើងគ្រប់ដំណើរការនៃការជួសជុលក៏ដូចជាផ្លាស់ប្ដូរគ្រឿងបន្លាស់គឺយើងជួសជុលទៅតាមស្តង់ដារនៃការជួសជុលរបស់យើងអញ្ចឹងគឺសំខាន់មែនតើបាទគឺគុណភាពក៏ដូចជាសុវត្ថិភាពបាទអញ្ចឹងយើងតាមដានមើលទៅនេះគឺការរៀបចូលនៃសំណុំប្រអប់លេខរបស់ម៉ូតូរបស់យើងបាទហើយនេះគឺការរៀបជាមួយនឹងក្រវ៉ាត់ពីស្តង់បាទគឺជាគ្រឿងបន្លាស់សុទ្ធហ្មងណាបងប្អូនដូចគ្រឿងបន្លាស់ដែលនៅជាប់មួយម៉ូតូរបស់យើងតែម្ដងបន្ទាប់ពីធ្វើការផ្លាស់ប្ដូរក៏ដូចជាជួសជុលរួចគឺសម្លេងម៉ាស៊ីនរបស់យើងគឺស្ងាត់ល្អអញ្ចឹងចង់បានទាំងសុវត្ថិភាពគុណភាពរបស់ម៉ូតូបងប្អូនអាចជើញមកខាងម៉ូតូសេនសបាននៅទីតាំងហាងយើងទល់មុខនឹងកងរាជវត្តហាត់កាត់កញ្ចេះនិងមានចម្ងាយពីស្ពានសោះប្រហែលជា90 9 ម៉ែត្រ